ទីមួយយើងស្រួលការងារធ្វើស្រួលរងលុយបានច្រើនមកចំណុចមួយទៅមកចំណុចមួយទៀតសួស្តីអ្នកនរគ្នាថ្ងៃនេះដែរជួបមួយពួកយើងទៀតអីប៉ុន្តែ topic ថ្មីអ្នកនិយាយគឺទៅដែរអូខេ topic យើងថ្ងៃនេះគឺនិយាយតាក់ទងជាមួយនឹងការរើសជំនាញឲ្យបានត្រឹមត្រូវជាពិសេសសម្រាប់បងប្អូនដែលកំពុងតែស្វែងរកជំនាញហើយមួយទៀតតើយើងគួរជ្រើសរើសជំនាញដោយខ្លួនឯងឬក៏មើលទៅលើទីផ្សារការងារអញ្ចឹងបើយល់យ៉ាងណាដែរចឹងទៅមុននឹងនិយាយពី go in detail មកន័យថាមុននឹងទៅនិយាយពី topic ហ្នឹងសូមឲ្យអ្នកនរគ្នាគិតទៅលើ 4-5 ចំណុចសិនចាំឲ្យយើងពិចារណាទៅមុខទៀតទី1យើងគិតទៅលើចំណុចចំណូលហើយនឹងទីផ្សារការងាររបស់ឯងជាមុននឹងអញ្ចឹងណាអញ្ចឹងទី1តើយើងរៀនជំនាញឬក៏រើសជំនាញបែបណាដែលយើងគិតថាទៅថ្ងៃអនាគតទៅវាបង្កើនទីផ្សារការងារយើងទី1យើងស្រួលការងារធ្វើទី2ការងារហ្នឹងគឺត្រូវបានឲ្យរកលុយបានច្រើនធម្មតាយើងខំរៀនធ្វើការដើម្បីធ្វើការដើម្បីថារកលុយថ្ងៃទៅអត់អញ្ចឹងបានន័យថាតើយើងគិតថាតើការងារមួយណាដែលយើងស្រួល make money ស្រួលរកលុយបានច្រើនដើម្បី support life របស់យើងឬក៏គ្រួសាររបស់យើងអញ្ចឹងទៅហើយទី2ពាក់ព័ន្ធជាមួយនឹងថាតើសមត្ថភាពរបស់យើងហ្នឹងស័ក្តិសមជាមួយនឹងជំនាញមួយនឹងដែរអត់តើយើងមាន experience ឬក៏មានចំណង់ចំណូលចិត្តពាក់ព័ន្ធជាមួយនឹងជំនាញមួយនឹងអត់បើសិនយើងអត់មានចំណង់ចំណូលចិត្តជាមួយនឹងជំនាញមួយនឹងទេកុំបង្ខំខ្លួនឯងឲ្យរៀនដោយសារតែវាជាទីផ្សារការងារឬក៏ដោយសារតែមិត្តភ័ក្តិរបស់យើងទៅរៀនអានឹងដែរដោយសារតែអ្នកណាម្នាក់អញ្ចឹងបានន័យថាយើងត្រូវគិតពីបានន័យថាចំណេះដឹងឬក៏ជំនាញរបស់យើងជាមុនសិនអូខេអញ្ចឹងបន្តមកទៀតគឺចំណុចទី3គឺពាក់ព័ន្ធជាមួយនឹងថាតើជំនាញមួយនឹងឬក៏ការងារមួយនឹងជួយអភិវឌ្ឍអនាគតរបស់យើងកាន់តែល្អអត់ពីព្រោះយើងមិនប្រកាសថាយើងនៅធ្វើការងាររហូតទេបានន័យថាយើងត្រូវការយកបទពិសោធន៍ការងារហ្នឹងមកពង្រីកចំណេះដឹងរបស់យើងឬក៏យើងអាចនឹងបើកជា own business ខ្លួនឯងឬក៏យើងអភិវឌ្ឍខ្លួនឯងពីមកចំណុចមួយទៅមកចំណុចមួយទៀតហ្នឹងអញ្ចឹងយើងត្រូវគិតដែរថាតើការងារមួយហ្នឹងជួយអភិវឌ្ឍខ្លួនយើងឲ្យកាន់តែល្អជាងមុនប្រសើរជាងមុនខ្លាំងជាងមុនដែរឬអត់អញ្ចឹងណាអូខេអញ្ចឹងត្រឡប់មកកាន់ topic របស់យើងវិញអូនឯងសួរបងវិញថាតើយើងគួររើសជំនាញដែលខ្លួនឯងស្រឡាញ់ឬក៏យើងតាមសង្គមការងារបច្ចុប្បន្នឬក៏តាមបានន័យថាទីផ្សារការងារអញ្ចឹងបើសិនជាបងវិញយើងចង់ឲ្យអ្នកនរគ្នាគិតមកវិញថាដល់ពេលដែលយើងរើសជំនាញមួយដែលយើងស្រឡាញ់យើងចង់ធ្វើអញ្ចឹងយើងអត់ហត់ក្នុងការរៀនយើងអត់ពិបាកនៅថ្ងៃអនាគតទេបានន័យថាអីគេបានន័យថាយើងធ្វើតាមចិត្តរបស់យើងអត់ស្ដាយក្រោយក្នុងការជ្រើសរើសវាពីព្រោះទោះបីយើងជួបឧបសគ្គអីក៏ដោយកំឡុងពេលដែលយើងរៀនកំឡុងពេលដែលយើងរើសបានន័យថាធ្វើការងារហ្នឹងក៏ដោយក៏យើងគិតដល់វិញថាតើមិនបានយើងរើសវាគឺមកពីចិត្តរបស់យើងស្រឡាញ់អញ្ចឹងយើងមាន commitment សម្រាប់បន្តបានន័យថាធ្វើការងារឬក៏រៀនជំនាញមួយហ្នឹងយើងអត់សូវប្រឈមមុខជាមួយនឹងការបោះបង់ការសិក្សាក៏ប៉ុន្តែបើសិនជាយើងរើសទៅតាមទីផ្សារការងារឬក៏សង្គមបច្ចុប្បន្នវិញយើងដឹងហើយថាធម្មតាតែសង្គមគេត្រូវការងារច្រើនការងារនឹងច្រើនយើងរៀនទៅយើងអត់សូវភ័យព្រួយបារម្ភថាតើយើងរៀនហើយអត់មានការងារធ្វើឬក៏អីព្រោះថាវាជាសង្គមបានន័យថាគេគ្រប់គ្នាត្រូវការជំនាញមួយហ្នឹងអញ្ចឹងបើសិនជាយើងជោគជ័យទៅលើជំនាញហ្នឹងដូចគ្នាអញ្ចឹងបានន័យថាយើងស្រួលរកការងារធ្វើយើងអត់ពិបាករកការងារធ្វើឯងយើងក៏ជោគជ័យទៅតាមនឹងដូចគ្នាដែរអញ្ចឹងចង់ឲ្យបងប្អូនឬក៏អ្នកដែលកំពុងតែរើសជំនាញឬក៏រើសមុនចិត្តចូលរៀនសាកលវិទ្យាល័យអញ្ចឹងបានន័យថាគាត់ពិចារណាទៅខ្លួនឯងថាតើបើសិនជាយើងរើសតាមសង្គមការងារដែលយើងគេកំពុងតែត្រូវការហ្នឹងយើងអាចធ្វើវាបានអត់អញ្ចឹងថ្លៃមើលតាមហ្នឹងទៅមែនអត់អូនអូខេហ្នឹងហើយអ្នកទាំងអស់គ្នាសរុបមកវិញបើសិនបើអ្នកទាំងអស់គ្នាច្បាស់ថាស្រឡាញ់ជំនាញហ្នឹងហើយអ្នកទាំងអស់គ្នាហ៊ានជំនាញហ្នឹងទៅតែបើយើងអត់ទាន់ច្បាស់ថាយើងស្រឡាញ់អីពិតប្រាកដទេអ្នកទាំងអស់គ្នាអាចថាមើលទីផ្សារការងារអញ្ចឹងណាថាការងារហ្នឹងវាយើងអាចតសាកសិនបានអត់ព្រោះយើងអត់ដឹងច្បាស់ថាយើងស្រឡាញ់អីទេអញ្ចឹងមានតែសាកល្បងបើថាអត់កើតទេអ្នកទាំងអស់គ្នាអាចដូរទៅជំនាញផ្សេងទៀតក៏អត់អីដែរចាវាខាត់ពេលលេងហ្នឹងឯងអ្នកគ្នាព្រោះថាយើងដឹងថាពេលខ្លះបងប្អូនគាត់អត់ទាន់ច្បាស់លាស់ជាមួយខ្លួនឯងថាតើរៀនអីធ្វើអីអញ្ចឹងគាត់ត្រូវការធ្វើ research ត្រូវការរៀនបន្ថែមទៀតមើលសង្គមការងារបច្ចុប្បន្នបន្ថែមទៀតដូចគ្នាដែរអញ្ចឹងហ្នឹងហើយហើយមួយទៀតមិនប្រកាសថាយើងរៀនជំនាញហ្នឹងពេលចេញធ្វើការអ្នកទាំងអស់គ្នារៀនជំនាញហ្នឹងឯងរបៀបថាយើងរៀនជំនាញផ្សេងអីចឹងទៅពេលចេញធ្វើការអាចធ្វើការងារផ្សេងអីចឹងណាវាមិនទៀងឯងអ្នកទាំងអស់គ្នាហ្នឹងហើយហើយកុំយើងទៅរកខ្លួនឯងឃើញពេលកំឡុងធ្វើការហ្នឹងទៀតពេលរៀនជំនាញ
ថាអូចូលចិត្តអាហ្នឹងហ่ะពេលរៀនហើយ ហើយអត់សូវចូល អត់ ចិត្តវិញ ចូលចិត្តវិញ ចង់ធ្វើអីផ្សេងវិញ ចានិយាយទៅ ហ្នឹងហើយ មានតែការអនុវត្តជាក់ស្ដែងបាទ ត្រូវ យើងស្វែងរកខ្លួនឯងឃើញចា ហ្នឹង ដល់ពេល ហើយ ព្យាយាមសាកល្បងឲ្យបានច្រើន អូខេអរគុណអ្នកនរគ្នា អូខេ បាយបាយ បាយបាយ ទៅក្រៅទៅ springboard go abroad go springboard